វគ្គទី1នេះអង្គ250បាវទឹកនិងមី250កែសគឺបានទៅដល់ដៃបងប្អូនជនភៀសឹករបស់ពួកយើងហើយដល់ដំណាក់កាលនឹងហើយអ្នកទាំងអស់គ្នាចុះទៅចែកផ្ទាល់រវាងនំប៉័ងមួយដុំនិងលុយគឺគាត់ស្រវាយយកនំប៉័ងមួយដុំមុនហើយពួកគាត់រត់ភៀសឹកគាត់ឃ្លានគាត់បាយប្តីបាយប្រពន្ធបាយកូនអ្នកខ្លះគ្រាន់តែឃើញគឺគាត់យំតែម្ដងអញ្ចឹងក្នុងនាមខ្ញុំណាភិនតំណាងឲ្យប្រជាជនភៀសឹក2ទៅ300គ្រួសារសូមលើកម្រាមដៃ10អរគុណទៅដល់អ្នកទាំងអស់គ្នាខ្លាំងមែនតែនដែលបានចូលរួមមូលនិធិមួយនេះមូលនិធិរបស់យើងគឺយើងនៅបើកដំណើរការដែរអ្នកទាំងអស់គ្នាថ្ងៃស្អែកគឺយើងទៅចាយបងវរៈកងទ័ពតែម្ដងអ្នកទាំងអស់គ្នាអាច scan QR code ខាងលើនេះបានដើម្បីចូលរួមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះហើយពួកខ្ញុំកំពុងតែធ្វើការដុតដៃដុតជើងទិញទំនិញផ្សេងមកហើយអរគុណអ្នកទាំងអស់គ្នា